មនុស្សដែលខ្លាំងពូកែនិងជោគជ័យគឺជាមនុស្សដែលមានសមត្ថភាពអាចធ្វើបាននៅចំណុចខាងក្រោមទាំងនេះ 1. ការចេះស្ងប់ស្ងាត់ភាពស្ងប់ស្ងាត់អាចបន្សាបអារម្មណ៍អាចបង្កើនប្រាជ្ញាអាចថែរក្សាចិត្តភាពស្ងប់ស្ងាត់មើលទៅដូចជាគ្មានប្រយោជន៍តែតាមពិតវាមានថាមពលដ៏អស្ចារ្យធ្វើជាមនុស្សត្រូវចេះធ្វើចិត្តឲ្យស្ងប់មិនថាជួបរឿងអ្វីត្រូវធ្វើចិត្តឲ្យស្ងប់សិនរួចសំដោះស្រាយជាក្រោយទឹកស្ងប់អាចឆ្លុះមើលអ្វីបានចិត្តស្ងប់អាចមើលឃើញចិត្តខ្លួនឯងនៅពេលចិត្តស្ងប់ទើបយើងអាចមើលឃើញការពិតយល់ពីខ្លួនឯងស្គាល់អ្នកដទៃហើយដោះស្រាយរាល់បញ្ហាដោយប្រាជ្ញានិងភាពត្រជាក់ 2. ការចេះអត់ធ្មត់ក្នុងជីវិតមានរឿងខ្លះត្រូវចេះអត់ធ្មត់ពាក្យសម្ដីខ្លះត្រូវអត់ធ្មត់កំហឹងខ្លះក៏ត្រូវចេះអត់ធ្មត់ដែរការអត់ធ្មត់មិនមែនជាការចុះចាញ់ឬទន់ខ្សោយនោះទេតែជាសមត្ថភាពជាភាពបន់ចត់ជាប្រាជ្ញាជាកម្រិតគំនិតជាស្មារតីនិងជាភាពចាស់ទុំធ្វើជាមនុស្សត្រូវចេះអត់ធ្មត់នេះជាសមត្ថភាពសំខាន់បំផុត 3. ការចេះលះបង់ការលះបង់គឺជាប្រាជ្ញានិងជាសមត្ថភាពលះបង់អ្វីដែលមិនល្អចេញទើបអាចរក្សាទុកនៅអ្វីដែលល្អបានលះបង់ការចងគំនុំក្នុងចិត្តទើបអាចរស់នៅបានដោយស្រួលជីវិតត្រូវការភាពស្រឡះការរស់នៅត្រូវការការលះបង់នៅពេលស្រឡះជីវិតនឹងកាន់តែស្រស់ថ្លាក្រោយពេលលះបង់ជីវិតនឹងកាន់តែសាមញ្ញក្នុងការធ្វើជាមនុស្សត្រូវចេះលះបង់បានហើយទើបអាចទទួលបានច្រើនថែមទៀត